សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលពាក់ព័ន្ធទៅនឹងសង្គ្រាមដែលបានផ្ទុះឡើងនៅតាមតំបន់ក៏ដូចជាក្នុងពិភពលោកយើងសពថ្ងៃខ្ញុំសង្កេតឃើញថាសង្គ្រាមដែលផ្ទុះឡើងមុនគេហ្នឹងគឺសង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនតាំងពីឆ្នាំ2022ហើយបន្តមកទៀតគឺជាសង្គ្រាមដែលផ្ទុះឡើងរវាងប្រទេសអ៊ីស្រាអែលហើយនិងក្រុងប៉ាឡេស្ទីនគឺនៅតំបន់មជ្ឈិមបូព៌ាហើយសង្គ្រាមបន្តទៀតគឺសង្គ្រាមនៅក្នុងអាស៊ីអាគ្នេយ៍យើងគឺក្នុងប្រទេសមីយ៉ាន់ម៉ាគេហៅថាភូមាហ្នឹងហើយថ្មីនឹងផងដែរគឺមានសង្គ្រាមថ្មីមួយដែលផ្ទុះឡើងរវាងមហាអំណាចនុយក្លេអ៊ែរដែរព្រោះសិតតែប្រទេសមាននុយក្លេអ៊ែរដូចគ្នាគឺរវាងឥណ្ឌាហើយនិងប៉ាគីស្ថានសង្គ្រាមគឺវាកាត់ឡើងដោយកត្តាជាច្រើនដូចនៅតំបន់មជ្ឈិមបូព៌ាគឺជាសង្គ្រាមដែលតែងតែកាត់ឡើងញឹកញាប់ហើយដូចនៅប៉ាគីស្ថានក៏ជាមួយនឹងឥណ្ឌាក៏កាត់ឡើងជាញឹកញាប់ដែរហើយនៅពេលដែលសង្គ្រាមផ្ទុះឡើងគឺពិបាកជាងគេគឺប្រជាជនស្រូតត្រង់ដែលគាត់អត់ដឹងអីក៏ដូចជាមនុស្សចាស់ហើយកុមារនិយាយរួមគឺប្រជាជនស៊ីវិលដែលគាត់អត់ដឹងអីហើយគាត់ត្រូវមកវេទនាជាមួយនឹងការផ្ទុះសង្គ្រាមរវាងប្រទេសនិងប្រទេសមួយវិញទៀតអាសង្គ្រាមហ្នឹងគឺវាអត់មានផ្ដល់ផលចំណេញអីទៅដល់ប្រទេសជាតិក៏ដូចជាមនុស្សលោកទេយើងមើលតាំងពីដើមមកគឺសង្គ្រាមតាំងពីសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2គឺសិតសឹងតែជាសង្គ្រាមដែលធ្វើឲ្យមនុស្សជាតិយើងបំផ្លាញគ្នាទៅវិញទៅមកហើយស្លាប់ជីវិតមនុស្សប្រជាជនស្លូតត្រង់រាប់លានអ្នកអញ្ចឹងហើយសង្គ្រាមគឺវាមានផលប៉ះពាល់ខ្លាំងមែនទែនដូច្នេះហើយបើយើងងាកមកប្រទេសយើងវិញគឺក៏យើងសប្បាយចិត្តហើយក៏អបអរសាទរដែរដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាពបន្ទាប់ពីសង្គ្រាម79រួចមកគឺយើងមានសុខសន្តិភាពមករហូតអញ្ចឹងគឺវាជាគុណសម្បត្តិមួយនៃសុខសន្តិភាពគឺនៅពេលដែលប្រទេសអត់មានសង្គ្រាមគឺយើងចង់ធ្វើអីក៏បានយើងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអភិវឌ្ឍប្រទេសបានយ៉ាងស្រួលវាខុសពីដូចអ៊ីស្រាអែលអីកាលមុនជាប្រទេសដែលរីកចម្រើនខ្លាំងតែឥឡូវគឺគាត់ធ្លាក់ដៃហើយព្រោះគាត់រវល់តែជាមួយនឹងសង្គ្រាមគឺគាត់អត់បានបដោតលើការអភិវឌ្ឍប្រទេសរបស់គាត់ទេអានឹងវាជាគុណសម្បត្តិមួយដែលយើងដឹងច្បាស់ថាកាលណាតែមានសង្គ្រាមគឺមានការបំផ្លិចបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាជីវិតមនុស្សស្លូតត្រង់ជាចុងក្រោយគឺខ្ញុំអត់មានអីច្រើនទេគឺខ្ញុំគ្រាន់តែសង្ឃឹមថាពិភពលោកយើងនឹងត្រឡប់ទៅស្ថានភាពដូចដើមវិញគឺសង្ឃឹមថាប្រទេសនិងប្រទេសដែលកំពុងតែមានចំនួនឬក៏សង្គ្រាមជាមួយគ្នានឹងឆាប់បានសម្រុះសម្រួលគ្នាក៏ដូចជាសម្របសម្រួលគ្នាដើម្បីបញ្ចប់នៅសង្គ្រាមដើម្បីបានអភិវឌ្ឍប្រទេសផងក៏ដូចជាប្រជាជនស៊ីវិលគាត់ក៏បានធូរចិត្តហើយខ្ញុំសង្ឃឹមថារវាងប្រទេសហើយនិងប្រទេសដែលកំពុងតែមានចំនួននឹងគ្នានឹងគឺសង្ឃឹមថាពួកគាត់នឹងឆាប់បានចរចារកសន្តិភាពក៏ដូចជាការបញ្ចប់ចំនួនទាំងស្រុង 100% អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់បងប្អូនអរគ្នាជាងជួបគ្នានៅវីដេអូក្រោយទៀត